នាវាទេសចរ Diamond Princess ដឹកភ្ញៀវទេសចរអន្តរជាតិជិត 3000 នាក់ចូលចតនៅក្រុងព្រះសីហនុនាវាទេសចរខ្នាតធំមួយគ្រឿងឈ្មោះ Diamond Princess បានចូលចតដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2025 ដោយបាននាំមកនៅភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍ប្រមាណ 3000 នាក់មកទស្សនាកម្សាន្តនៅកម្ពុជានាវាទេសចរ Diamond Princess នេះមានសញ្ជាតិ Bermuda មានបណ្ដោយប្រវែង 208.33 ម៉ែត្រទទឹងប្រវែង 37.50 ម៉ែត្រនិងជម្រៅទឹក 8.50 ម៉ែត្រនាវាបាននាំភ្ញៀវទេសចរអន្តរជាតិសរុបចំនួន 2850 នាក់មានចំនួន 52 សញ្ជាតិផ្សេងៗគ្នាដែលបង្ហាញថាទេសចរអន្តរជាតិមានទំនុកចិត្តខ្ពស់ក្នុងការចូលទស្សនាកម្ពុជាក្រោយពេលចូលចតភ្ញៀវទេសចរទាំងនោះបានអញ្ជើញចុះទៅទស្សនាសក្តានុពលទេសចរសំខាន់ៗនៅក្នុងខេត្តព្រះសីហនុរួមមានការកម្សាន្តនៅតាមរមណីយដ្ឋានឆ្នេរដ៏ស្រស់ស្អាតក្នុងក្រុងការទស្សនាវត្តអារាមដើម្បីស្វែងយល់ពីវប្បធម៌និងការដើរទិញទំនិញនៅលើផ្សារជាដើម